Nam និងមកម៉ាឡេស៊ីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃរដ្ឋមន្ត្រីការបរទេសនៃប្រទេសម៉ាឡេស៊ីលោកមូហាម៉ាត់ហាសាន់នាថ្ងៃអង្គារទី14ខែតុលាឆ្នាំ2025នេះថាប្រធានាធិបតីសហរដ្ឋអាមេរិកគឺលោកដូណាល់ត្រាំនឹងធ្វើដំណើរមកកាន់ម៉ាឡេស៊ីនៅថ្ងៃទី26ខែតុលាឆ្នាំ2025ដើម្បីចូលរួមពិធីចុះកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃអំឡុងព្រឹត្តិការណ៍កិច្ចប្រជុំកំពូលអាស៊ានតាមទីភ្នាក់ងារព័ត៌មាន Reuters បានឲ្យដឹងថាលោកមូហាម៉ាត់បានបន្តថាម៉ាឡេស៊ីរួមជាមួយសហរដ្ឋអាមេរិកនឹងដើរតួនាទីជាអ្នកសម្របសម្រួលកិច្ចព្រមព្រៀងខាងលើរវាងថៃនិងកម្ពុជាដែលនឹងមានតម្រូវឲ្យភាគីសងខាងបោះសម្អាតមីនហើយដកសព្វវុធធ្ងន់ទាំងអស់ចេញពីតំបន់ព្រំប្រទល់បើតាមលោករដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីពិធីចុះហត្ថលេខាកិច្ចព្រមព្រៀងនោះនឹងត្រូវធ្វើឡើងអំឡុងកិច្ចប្រជុំរវាងមេដឹកនាំអាស៊ានដែលក្រុងប្រព្រឹត្តនៅទីក្រុងកូឡាឡាំពួរចាប់ពីថ្ងៃទី26ដល់ថ្ងៃទី28ខែតុលាឆ្នាំ2025លោកមូហាម៉ាត់បានប្រាប់ទៅកាន់ក្រុមអ្នកសារព័ត៌មានយ៉ាងដូចនេះថាអំឡុងកិច្ចប្រជុំកំពូលអាស៊ានយើងសង្ឃឹមថាការចុះកិច្ចព្រមព្រៀងមួយដែលហៅថាកិច្ចព្រមព្រៀងទីក្រុងកូឡាឡាំពួររវាងប្រទេសជិតខាងទាំងពីរនឹងធានានូវបទឈប់បាញ់យូរអង្វែងព្រមទាំងសន្តិភាពគូបញ្ជាក់ថាភាពតានតឹងជំវិញបញ្ហាព្រំដែនរវាងកម្ពុជានិងថៃបានឈានទៅដល់ការប៉ះទង្គិចប្រដាប់អាវុធដ៏ប្រឡ័យរយៈពេល5ថ្ងៃកាលពីខែកក្កដាកន្លងទៅមុនពេលមានបទឈប់បាញ់គ្នាដែលផ្ដួចផ្ដើមដោយលោកត្រាំនិងនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វែអ៊ីប្រាហ៊ីមដែលប្រធានបដូវវេនរបស់អាស៊ាន